ប្រវត្តិភ្នំនាងកោរីស្ថិតនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមានភ្នំមួយខ្ពស់ជាងគេដោយមើលពីចម្ងាយទៅឃើញដូចរូបមនុស្សដេកសណ្ដូកខ្លួននៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើនដូចភ្នំឯទៀតនៅជុំវិញនោះដែរតែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះនៅម្អមជាច្រើនណែនណាន់តាន់តាប់តែអ្នកស្រុកនៅជុំវិញនោះគេមិនបរិភោគម្អមនោះទេព្រោះគេឮចាស់ដំណាលតគ្នាមកថាភ្នំនោះកើតមកពីរូបនាងកង្រីយក្ខិនីដែលជាមហេសីរបស់ព្រះពុទ្ធិសែនហើយគេសន្មតថាម្អមនោះគឺជារោមយោនីនៃនាងកង្រីនោះឯងមិនតែប៉ុណ្ណោះនៅជើងភ្នំនោះមានត្បាល់ថ្មមួយនិងអង្រែថ្មមួយយ៉ាងធំតាំងពីបុរាណមកមិនដឹងអ្នកណាកសាងនោះឡើយពួកអ្នកឡើងទៅដល់លើភ្នំនោះលុះត្រាតែយកអង្រែថ្មបុកនឹងត្បាល់ថ្មនោះទើបបាននៅសេចក្តីសុខចម្រើននេះគឺជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាលមកដំណើររឿងភ្នំនាងកង្រីកាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយជាមនុស្សឥតមានកូនបាននាំប្រពន្ធទៅបន់ស្រន់នៅដើមជ្រៃមួយក្រោយពីបន់ស្រន់មកស្រាប់តែប្រពន្ធទទួលបានកូនចំនួន12នាក់សុទ្ធតែស្រីលុះបានកូនហើយសេដ្ឋីក៏ធ្លាក់ខ្លួនជាអ្នកទីតល់ក្ររកអាហារចិញ្ចឹមជីវិតគ្មានហើយក៏បានបរទេះដឹកកូនទាំង12នាក់យកទៅប្រោះចោលនៅក្នុងព្រៃជ្រៅមួយក្រោយពីឪពុកយកទៅប្រោះចោលកូនទាំង12នាក់នោះក៏បាននាំគ្នាដើរចូលទៅក្នុងព្រៃកាន់តែជ្រៅលុះទៅដល់ព្រៃក៏បានជួបនៅនគរមួយដែលជានគររបស់ស្រីយក្ខិនីឈ្មោះនាងសន្ធមាប៉ុន្តែពុំដឹងថាជានគររបស់យក្ខិនីនោះឡើយចំពោះយក្សស្រីនាងសន្ធមានោះមានកូនស្រីមួយឈ្មោះនាងកង្រីនាងសន្ធមាបានឃើញនាងទាំង12នាក់ក៏បានតំណែងខ្លួនជាមនុស្សស្រីដ៏ស្រស់ស្អាតហើយបាននាំយកនាងទាំង12នាក់យកទៅទុកនៅក្នុងប្រាសាទរបស់ខ្លួនដើម្បីឲ្យបម្រើនាងកង្រីជាកូនកាលនាងទាំង12ដឹងថានគរនោះជានគររបស់យក្សដែលជានាងសន្ធមាយក្ខិនីហើយក៏នាំគ្នារត់ចាកចេញអំពីនគរនោះនាងសន្ធមាបានតាមរកនាងទាំង12នាក់នោះឃើញប៉ុន្តែត្រូវបានព្រះបាទរដ្ឋសិទ្ធិនៅនគរមនុស្សទទួលយកនាងទាំង12នាក់ធ្វើជាអគ្គមហេសីទើបយក្សស្រីនាងសន្ធមាបានតំណែងខ្លួនជាស្រីក្រមុំក៏បានធ្វើជាមហេសីរបស់ព្រះបាទរដ្ឋសិទ្ធិនោះដែរនាងសន្ធមាបានធ្វើពុតជាឈឺធ្ងន់ហើយញុះញង់ពេទ្យមកឲ្យទូលព្រះបាទរដ្ឋសិទ្ធិឲ្យឆ្កៀលភ្នែកនាងទាំង12នាក់នោះយកមកធ្វើថ្នាំព្យាបាលរោគរបស់ខ្លួននិងឲ្យយកនាងទាំង12ដែលមានគភ៌គ្រប់ខែទៅទុកក្នុងរណ្ដៅមួយជាមួយគ្នាដោយបង្អត់អាហារហើយឲ្យយកគ្រាប់ភ្នែកនាងទាំង12នាក់នោះទៅទុកក្នុងឃ្លាំងនគររបស់ខ្លួនឲ្យនាងកង្រីជាកូនថែរក្សាបណ្ដានាងទាំង12នាក់នោះនាងបង11នាក់ត្រូវគេឆ្កៀលភ្នែកទាំងសងខាងហើយនាងពៅត្រូវគេឆ្កៀលភ្នែកតែម្ខាងដោយមកពីជាតិមុននាងពៅឆ្កៀលភ្នែកត្រីម្ខាងដែរនាងទាំង12នាក់ដែលមានគភ៌នោះនាងពៅមានព្រះពោធិសត្វមកចាប់ផ្ទៃវេលានាងបងកើតកូនមកភ្លាមគេក៏ហែកសាច់កូនចែកគ្នាស៊ីអស់ដោយសេចក្តីស្រេកឃ្លានចំណែកនាងពៅកើតកូនមកឲ្យឈ្មោះថាពុទ្ធិសែនហើយលាក់ទុកមិនឲ្យនាងបងដឹងចំណែកកាលក្រោយមកវេលាពុទ្ធិសែនធំពេញជំទង់ឡើងនាងសន្ធមាក៏ដឹងថាជាកូនរបស់នាងទាំង12ក៏ប្រើឲ្យជិះសេះនាំសម្បត្តិទៅឲ្យនាងកង្រីដោយដាក់សេចក្តីថាបើពុទ្ធិសែនមកដល់យប់ឲ្យស៊ីទាំងយប់មកដល់ថ្ងៃឲ្យស៊ីទាំងថ្ងៃតែជាភ័ព្វសំណាងរបស់ពុទ្ធិសែននៅពេលជិះសេះទៅដល់ពាក់កណ្ដាលព្រៃមហាឥសីបានឃើញពុទ្ធិសែនកំពុងផ្ទុំលក់និងឃើញសម្បត្តិដែលចងនៅនឹងកសេះក៏បើកសម្បត្តិនោះមើលហើយហែកសម្បត្តិនោះចោលដោយបដូរនៅសម្បត្តិថ្មីដោយប្រើពាក្យថាបើពុទ្ធិសែនមកដល់យប់ឲ្យរៀបការទាំងយប់មកដល់ពេលថ្ងៃឲ្យរៀបការទាំងថ្ងៃជាមួយនឹងកូនចោះពេលដែលពុទ្ធិសែនទៅដល់នគរយក្សនាងកង្រីបានឃើញសម្បត្តិក៏បានរៀបការជាមួយពុទ្ធិសែនភ្លាមពុទ្ធិសែនបានសោយរាជ្យនៅនគរយក្សមិនយូរប៉ុន្មានដោយនាងកង្រីថ្វាយដំណឹងអំពីប្រស្រីភ្នែកមេដារបស់លោកនិងអំពីថ្នាំសម្រាប់ដាក់ភ្នែកឲ្យជាសះស្បើយហើយនឹងថ្នាំសម្រាប់បោះឲ្យកើតទៅជាសមុទ្រជាភ្នំបានក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអាត្រាតមកនគរវិញនាងកង្រីតាមមក
ព្រះពុទ្ធិសែនបានបោះថ្នាំឲ្យកើតទៅជាផ្ទាំងសមុទ្រខាងផ្លូវនាងកង្រីក៏យំសោកបោកខ្លួនស្លាប់នៅកណ្ដាលព្រៃហើយពុទ្ធិសែនមកដល់នគរវិញដោយសុវត្ថិភាពទ្រង់ដាក់ថ្នាំភ្នែកមេដានិងមេដាធំទាំងអស់ឲ្យជាឡើងវិញហើយទ្រង់ក៏សម្លាប់នាងសន្តមារទៅបន្ទាប់ពីបានជួយព្រះមេដាក៏ទ្រង់បានត្រឡប់ទៅជួបនាងកង្រីវិញតែជាការសោកស្ដាយណាស់នាងកង្រីបានស្លាប់បាត់បង់ជីវិតទៅហើយទ្រង់ក៏បានកប់សាកសពនាងកង្រីហើយក៏ត្រឡប់ទៅសោយរាជជំនួសព្រះបិតាជាសុខក្សេមក្សាន្តរហូតទ្រង់សោយទីវង្គតសពរបស់នាងកង្រីក៏បានកើតទៅជាភ្នំមួយដ៏ធំដែលមានសន្តានដូចជារូបមនុស្សដេកសណ្ដោកសណ្ដឹងតាំងពីពេលនោះមក